បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបានជួបបញ្ហាមួយបាទហើយក៏ចង់ចែករំលែកទៅបងប្អូនក៏ដូចជាគ្នាយើងដែលជួបបញ្ហាដូចខ្ញុំដែរបាទចំពោះprinter Canon បងប្អូនបាទMG 6230ឬមួយក៏ MG 6130បាទបញ្ហាដូចគ្នាហ្នឹងហើយពេលបើកមកបងប្អូនវា load លេខកូដB 200បាទតើតើជាមួយលេខកូដB 200នេះបាទបញ្ហារបស់វាមាន2បាទចំពោះលេខកូដនេះបាទគឺបញ្ហា head និង mainboard បាទហើយតកតងនឹងបញ្ហាហ្នឹងតើយើងធ្វើដូចម្តេចយើងដឹងថាវាខូច head ឬមួយក៏ខូចmainboard បាទចំពោះ printer នេះដែលខ្ញុំបានជួបផ្ទាល់នេះបាទគឺបញ្ហារបស់វាគឺ mainboard បាទនេះ mainboard របស់វាបាទហ្នឹងហើយហើយចំពោះបញ្ហា mainboard នោះបងប្អូនពេលបើកឡើងបាទពេលយើងបើកម៉ាស៊ីនឡើងគឺគ្រាប់ទឹកថ្នាំក៏ដូចជា head ហ្នឹងគឺអត់ធ្វើចលនាទេបានន័យថាវាអត់រត់ទៅរត់មកទេបាទគឺបើកមកគឺលោតលេខកូដ B200 តែម្ដងបាទហ្នឹងគឺសម្គាល់ថាវាខូច mainboard ទេបងប្អូនបាទហ្នឹងហើយហើយនឹងមួយទៀតប្រសិនបើបើកមកបាទវារត់បានន័យថាគ្រាប់ទឹកថ្នាំក៏ដូចជា head ហ្នឹងវារត់ទៅមកបាទហ្នឹងហើយហើយបានវាឈប់ហើយបានវាលោតលេខកូដហ្នឹងបាទអាហ្នឹងគឺតាមបទពិសោធន៍របស់ខ្ញុំគឺវាបញ្ហា head បាទហ្នឹងហើយវាទាក់ទងជាមួយនឹងhead ដែរបងប្អូនហ្នឹងហើយហើយចំពោះបញ្ហានេះផងដែរបងប្អូនបាទវាក៏អាចមានតែភាគរយវាតិចដែរវាអាចខូចទាំង head និងខូចទាំង mainboard ក៏មានដែរបាទហើយដើម្បីជៀសវាងថាខ្លាចកុំឲ្យថាពេលដែលជួបបញ្ហាដូចខ្ញុំនេះហើយបងប្អូនធ្វើការដូរ mainboard ភ្លាមបាទជប់អាបាទបងប្អូនធ្វើ test head សិនបាទខ្លាចលោ head វាឆ្លងបាទវាពេលណាយើងដូរ board ទៅពេលវាអាចឆ្លងបាទវាអាចបើសិនបើ head ហ្នឹងវាឆ្លងបាទអាចធ្វើឲ្យខូច mainboard ទៀតដែរបាទអញ្ចឹងដំបូងឡើយយើងទោះបីយើងដឹងបញ្ហាហ្នឹងក៏ដោយក៏យើងត្រូវតែ test head មុនបាទមុននឹងដូរ board ណាបាទដើម្បីការពារខ្លាច head វាឆ្លងធ្វើឲ្យឆេះ board ទៀតហ្នឹងហើយអញ្ចឹងយើងនេះយើងអាច test head សិនទៅបាទប្រសិនបើជួបបញ្ហាដូចខ្ញុំបាទហ្នឹងហើយយើង test head សិនការពារបាទហ្នឹងហើយដូច្នេះបញ្ហាតាក់ទងជាមួយនឹងកណ្ដុង MG 6230ក៏ដូចជា6130បាទលោតលេខកូដ B200នេះបញ្ហារបស់វាមាន2បងប្អូនបាទមានតែ head និង mainboard តែប៉ុណ្ណឹងបងប្អូនបាទហ្នឹងហើយអរគុណច្រើនបាទ